យើងរួបរวมគ្នាចំណាក់ឲ្យបានចំណាក់ឲ្យបានអំពើហិង្សាអំពើបៀតបៀនដើម្បីបងប្អូននៅក្នុងទីក្រុងរស់បានសុខសាន្តបៀតបៀនផ្លូវភេទជានឹងខុសច្បាប់យើងត្រូវកំចាត់លំបាត់ចោលមិនអាចអត់ឱនឬមិនអើពើព្រោះជាទង្វើសង្គមស្អប់ធ្វើគ្រប់គ្នាតែងតែចង់បានទីក្រុងសុខសាន្តមនោរម្យមានសុវត្ថិភាពមិនថាស្រីឬប្រុសក្រឬមានមិនត្រូវបៀតបៀនគោរពសិទ្ធិគ្នាសូមផ្ដាំផ្ញើបងប្អូនជាតិខេមរាសូមនឹកដល់បណ្ដាំព្រះពុទ្ធសាសនាគិតនិយាយឬធ្វើទៅពិចារណាទិបសង្គមខេមរាយើងបានសុខសាន្តទេគឺទេចំពោះអំពើហិង្សាថាទេគឺទេចំពោះការបៀតបៀនផ្លូវភេទថាទេគឺទេចំពោះការមិនឈឺឆ្អាលថាទេគឺទេចំពោះការមើលងាយសំឡេងពួកយើងគឺជាអំណាចរួមគ្នាកុំខ្លាចពីសិទ្ធិសេរីបញ្ចប់ហិង្សានៅលើស្ត្រីការមាក់ងាយក្រៃត្រឡប់បំបត្តិយើងរួបរวมគ្នាចំណាក់ឲ្យបានអំពើហិង្សាអំពើបៀតបៀនដើម្បីបងប្អូននៅក្នុងទីក្រុងរស់បានសុខសាន្តបៀតបៀនផ្លូវភេទជានឹងខុសច្បាប់យើងត្រូវកំចាត់លំបាត់ចោលមិនអាចអត់ឱនឬមិនអើពើព្រោះជាទង្វើសង្គមស្អប់ធ្វើគ្រប់គ្នាតែងតែចង់បានទីក្រុងសុខសាន្តមនោរម្យមានសុវត្ថិភាពមិនថាស្រីឬប្រុសក្រឬមានមិនត្រូវបៀតបៀនគោរពសិទ្ធិគ្នាសូមផ្ដាំផ្ញើបងប្អូនជាតិខេមរាសូមនឹកដល់បណ្ដាំព្រះពុទ្ធសាសនាគិតនិយាយឬធ្វើទៅពិចារណាទិបសង្គមខេមរាយើងបានសុខសាន្តទេគឺទេចំពោះអំពើហិង្សាថាទេគឺទេចំពោះការបៀតបៀនផ្លូវភេទថាទេគឺទេចំពោះការមិនឈឺឆ្អាលថាទេគឺទេចំពោះការមើលងាយសំឡេងពួកយើងគឺជាអំណាចរួមគ្នាកុំខ្លាចពីសិទ្ធិសេរីបញ្ចប់ហិង្សានៅលើស្ត្រីការមាក់ងាយក្រៃត្រឡប់បំបត្តិយើងរួបរวมគ្នាចំណាក់ឲ្យបានអំពើហិង្សាអំពើបៀតបៀនដើម្បីបងប្អូននៅក្នុងទីក្រុងរស់បានសុខសាន្តយើងរួបរวมគ្នាចំណាក់ឲ្យបានអំពើហិង្សាអំពើបៀតបៀនដើម្បីបងប្អូននៅក្នុងទីក្រុងរស់បានសុខសាន្ត